ឆ្នាំ4ដួងថ្នាក់ទី3កូនពៅស្ថិតក្នុងបញ្ជីពណ៌សម្រិតមានកម្រិតលាបបង្ហូរចូល66%មានលេខសំណាង6 3ដើមឆ្នាំ4ដួងនេះមានឆ្នាំជូតវោកថោះរោងមានកម្រិតលាបបង្ហូរចូល66%ចន្លោះពីថ្ងៃទី23ដល់ថ្ងៃទី30ខែ4ត្រូវនឹងខែមេសាឆ្នាំ2025ចម្រើនពរញាតិញោមសាធុវប្រុសស្រីក្នុងនិងក្រៅប្រទេសទាំងអស់នេះគឺជាការបិទបញ្ចប់ក្នុងខែមេសាដែលឆ្នាំកូនពៅថ្នាក់ទី3ស្ថិតក្នុងបញ្ជីពណ៌សម្រិតមានកម្រិតលាបបង្ហូរចូល66%ដែលស្របជាមួយនឹងលេខសំណាង6 3ដើមមានន័យថាលេខល្អច្រើនប៉ុន្តែមិនមែនប្រកាសថាលេខល្អលាបល្អហើយអត់មានគ្រោះទេណាញាតិញោមអញ្ចឹងមុននឹងចូលដល់ការលម្អិតនៃឆ្នាំ4ដួងកូនពៅនេះញាតិញោមសាធុវសប្បុរសប្រុសស្រីដែលមានសទ្ធាចង់ភ្ជាប់ជានិស្ស័យក្នុងការចូលរួមហេតុការប្រាក់សាមគ្គីទៅថ្ងៃទី27ខែមេសាឆ្នាំ2025នៅវត្តប្រទេសឆ្វេងនឹងមានប្រារព្ធពិធីបុណ្យស្រង់ព្រះភ្ជាប់ជាមួយនឹងហេតុការប្រាក់សាមគ្គីដែលក្នុងការប្រាក់សាមគ្គីដើមតូចនេះក្នុងមួយដើមតម្លៃ150,000រៀលអាចចូលរួម1000រៀលក្តី10000ក្តី20000ក្តី1ដុល្លារក្តី2ដុល្លារក្តីតាមរយៈលេខទូរស័ព្ទភ្ជាប់ជាបនិស្ស័យក្នុងពុទ្ធសាសនាដែលលេខទូរស័ព្ទនោះគឺ031 62 22 310លេខហ្នឹងប្រើ Telegram ដូចគ្នាផងដែរឬបើចង់មក QR code អាចឆាតចូលមកក្នុង TikTok ចូលមកក្នុង Page ថាសុំ QR code ចូលបច្ច័យហេតុការប្រាក់សាមគ្គីឆ្នាំ4ដួងកូនពៅស្ថិតក្នុងបញ្ជីពណ៌សម្រិតមានឆ្នាំជូតវោកថោះរោងលេខសំណាង6 3ដើមចន្លោះពីថ្ងៃទី23ដល់ថ្ងៃទី30ខែមេសាឆ្នាំ2025មានកម្រិតលាបបង្ហូរចូល66%ក្នុងនោះក៏មានការខាតទ្របខាតលាបកពប់ទ្របកពប់លាបដែលពាក្យសម្ដីផងដែលឈឺផងដែលចាញ់បោកផងដែលការលក់ទំនិញមិនចាញ់ផងនោះកម្រិត49%អញ្ចឹងមានន័យថាលាបចូលតិចទេ66ប៉ុន្តែខាតទ្របខាតលាបទៅវិញច្រើនឬក៏មិនដែរការខូចខាតទៅវិញច្រើនហ្នឹងដល់ទៅ49%អញ្ចឹងប្រុងប្រយ័ត្នរឿងទ្របឲ្យបានខ្ពស់សម្រាប់ឆ្នាំជូតវោកថោះរោងពីព្រោះអីឆ្នាំជូតវោកថោះរោងទាំងបរិះទាំងស្ត្រីពេលនេះអាចនឹងរងគ្រោះរឿងសេដ្ឋកិច្ចលុយកាក់បន្តិចហើយនឹងឆ្លោះទាស់តែងគ្នាផងដែរតកតងនឹងជំងឺសម្រាប់ឆ្នាំកូនពៅទាំង4ដួងនេះជូតវោកថោះរោងមានជំងឺចូលមកបៀតបៀនកម្រិតខ្ពស់ជាងឆ្នាំណាទាំងអស់ដល់តែ76%អញ្ចឹងមានន័យថាជំងឺចូលបៀតបៀនឆ្នាំទាំង4ដួងនេះច្រើនបណ្ដាឲ្យមានការក្តៅខ្លួនឈឺក្បាលដល់ថ្នាក់ចាក់ដាក់សេរ៉ូមចាក់ថ្នាំផងដែរអញ្ចឹងគួរប្រុងប្រយ័ត្នសុខភាពជាពិសេសនៅពេលថ្ងៃនិងពេលទៀបភ្លឺសុខភាពគួរប្រុងប្រយ័ត្ននៅពេលចន្លោះពីរពេលហ្នឹងចាញ់បោកគេសម្រាប់ឆ្នាំជូតវោកថោះរោងបង្កឲ្យមានការចាញ់បោកគេដោយសារតែពាក្យសម្ដីផ្អែមល្ហែមពីរូបភាសារបស់គេហ្នឹងចាក់មនោគមមកលើយើងទាំងបរិះទាំងស្ត្រីទាំងមិត្តភ័ក្តិទាំងគូស្នេហ៍ទាំងគូរដដឹងប្រិយប្រពន្ធផ្សេងៗហ្នឹងបណ្ដាលឲ្យឆ្នាំជូតវោកថោះរោងនេះចាញ់បោកគេកម្រិតដល់តែ81%អញ្ចឹងប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតជាពិសេសការធ្វើដំណើរទៅទិសខាងលិចឬក៏មនុស្សមកបន្ទូខាងលិចឬក៏ទៅបណ្ដាក់ទុនរកស៊ីនៅទិសខាងលិចផ្សេងៗហ្នឹងគឺប្រុងប្រយ័ត្នណាប្រុងប្រយ័ត្នទិសខាងលិចឲ្យបានខ្ពស់ជាទីបំផុតគ្រោះតាមដងវិថីសម្រាប់ឆ្នាំកូនពៅទាំង4ដួងនេះគ្រោះតាមដងវិថីកម្រិត71%មានថាគ្រោះក៏មិនធម្មតាដែរតាមដងវិថីបណ្ដាឲ្យមានការខូចខាតទ្រព្យរបួសស្នាមរហូតដល់បាក់ដៃបាក់ជើងឬរហូតដល់មានឈាមផងដែរអញ្ចឹងគ្រោះតាមដងវិថីមិនថាផ្លូវចិត្តផ្លូវឆ្ងាយផ្លូវកោងផ្លូវបាត់ផ្លូវ8ជា2ផ្លូវ8ជា3ផ្លូវ8ជា4ផ្លូវស្ពានផ្លូវអាកាសផ្លូវទឹកផ្លូវព្រៃគឺប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុតឆ្នាំទាំង4ដួងកូនពៅនេះគេអនុញ្ញាតឲ្យដាក់ដើមទុនរកស៊ីឬក៏ទិញទ្រព្យទុកលក់បន្តឬក៏ចង់ទិញទ្រព្យធំហ្នឹងកម្រិតត្រឹមតែ19%តែប៉ុណ្ណោះអញ្ចឹងមុននឹងដាក់ដើមទុនឬក៏មុននឹងទិញទ្រព្យទុកលក់បន្តយកផលចំណេញគឺប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុតអាចកប់ដើមលក់ដូរមិនចេញមិនដាឲ្យយើងចំពាក់គេឬក៏ខ្សែធនផងដែរឆ្នាំទាំង4ដួងជូតវោកថោះរោងភេទស្រីចូលប្រុងប្រយ័ត្ននៅភេទស្រីរីឯភេទប្រុសចូលប្រុងប្រយ័ត្ននៅភេទប្រុសឲ្យបានខ្ពស់ជាទីបំផុតពណ៌ដែលគួរកាត់បន្ថយនៃការប្រើសម្រាប់ឆ្នាំជូតវោកថោះរោងគឺមានពណ៌ខ្មៅនិងពណ៌សគួរកាត់បន្ថយនៃការប្រើតើតើនឹងឆ្នាំទាំង4ដួងនេះបើនៅជិតម្ដាយឪពុកធ្វើមកប្រហែលជូនម្ដាយឪពុកឬក៏ជូនបច្ច័យគាត់សូមឲ្យគាត់ស្រោចទឹកឲ្យបាន4ដងយ៉ាងតិចឬក៏ច្រើនជាងនឹងកាន់តែល្អបើនៅឆ្ងាយទេទៅសុំពរសុំជ័យគាត់ជូនបច្ច័យគាត់ទៅណាឲ្យបាន6ដងយ៉ាងតិចឬក៏បានច្រើនជាង6ដងនេះក៏កាន់តែល្អសម្រាប់ឆ្នាំជូតវោកថោះរោងទំនេរឆ្លៀតទៅប្រឡែងសัตว์ឲ្យបាន2ដងយ៉ាងតិចច្រើនបំផុត4ដងសัตว์អ្វីក៏បានដែរចង់ប្រឡែងនៅទីណាក៏បានដែរអត់ហាមឃាត់ទេទៅប្រឡែងសัตว์ទៅហើយផ្សាយនៅមេត្តាបុណ្យជ្រុចទឹកផ្សាយបុណ្យទៅការដែលគួរដាក់តាមខ្លួននាំលៀបនាំសំណាងបន្ថែមជួយការខៃពីរឿងអាក្រក់មកជារឿងល្អគឺផ្កាម្លិះដាក់ក្នុងកាបូបដាក់ក្នុងឡានដាក់ក្នុងផ្ទះដាក់ក្នុងហាងដាក់ក្នុងបរិយដាក់ក្នុងបន្ទប់គេងហ្នឹងជាភួងជាតងក៏បានដែរផ្កាម្លិះណាជួយបន្ថែមលៀប
ជាបន្ថែមសំណាងកម្រិត 37% ពីលើលាប 66% ផងដែររីឯ ការដែលដាក់បាតដល់ប្រសង់3ដងយ៉ាងតិចចន្លោះថ្ងៃទី23ដល់ថ្ងៃទី30ឬក៏ច្រើនជាង3ដងហ្នឹងក៏កាន់តែល្អផងដែរអញ្ចឹងនេះគឺជាការបិទបញ្ចប់ក្នុងខែមេសាចន្លោះថ្ងៃទី23ដល់ថ្ងៃទី30ខែ4ឆ្នាំ2025ដែលឆ្នាំកូនពៅថ្នាក់ទី3ស្ថិតក្នុងបញ្ជីពណ៌សម្រិតមានជូតវោកថោះរោងមានលេខសំណាង6 ដើមលាបបង្ហូរចូល 66% អញ្ចឹងឆ្នាំទាំង4ដួងនេះគួរប្រុងប្រយ័ត្ននៃការចាញ់បោកគេឲ្យបានខ្ពស់ពីព្រោះអីឆាប់ជាគេតិចហើយចិត្តតុនមុតរឹងចិត្តតុនឆេវឆាវប៉ុន្តែឆាប់បាត់អត់ចេះគុំគួនទេអញ្ចឹងជាចុងក្រោយអាត្មាភាពសូមជូនពរឆ្នាំទាំង4ដួងកូនពៅមានលៀបមានសំណាងផុតគ្រោះផុតភ័យគិតល្អសាងល្អបំរើនៅមេដាបៃតាផ្សាយនៅបុណ្យដែលយើងបានធ្វើចំពោះទេវតានិងម្ចាស់កម្មពៀរបស់ខ្លួនដើម្បីមានសំណាងល្អនៅក្នុងជីវិតជាចុងក្រោយអាត្មាភាពពនាមកម្មានន្តោសុមនិនគុណវត្តប្រធានឆ្វេងថ្នាក់មហាសារីវត្តនៅប្រជាជាតិកម្ពុជាជាប្រធាននៃមន្ទីរមហាគ្រួសារខ្មែរសូមចម្រើនពរលា